មញ្ញត្តិគ្រប់នឹងជម្រាបសួរទូទស្សនិកជនជាទីគោរពនៅក្នុងពេលនេះសូមអញ្ជើញតាមដានទស្សនាជាមួយនឹងព្រឹត្តិការណ៍ព័ត៌មានប្រចាំថ្ងៃពីស្ថានីយ៍ទូរទស្សន៍ខ្សែកាបអង្គរនៅក្នុងពេលនេះនាងខ្ញុំសូមជូនមេតិការសំខាន់ៗនៃព័ត៌មានក្រសួងទេសចរបើកវគ្គបណ្ដុះបណ្ដាលអ្នកវិតម្លៃបង្គោលថ្នាក់ជាតិផ្នែកសេវាកម្មម្ហូបអាហារនិងភេសជ្ជៈនៃសេវាកម្មសន្តាគារបទកិច្ចសន្ទនាស្ដីពីគោលនយោបាយលិខិតបទដ្ឋានច្បាប់សិទ្ធិកាន់កាប់ព្រៃឈើនិងសមត្ថភាពស្ថាប័នលំដាប់តទៅនេះនាងខ្ញុំសូមជូនព័ត៌មានពិស្ដាតាមការបញ្ជាក់របស់អាយុដំប៉សុខុមរដ្ឋលេខាធិការក្រសួងទេសចរបានបង្ហាញថាការរៀបឲ្យមានវគ្គបណ្ដុះបណ្ដាលអ្នកវិតម្លៃបង្គោលថ្នាក់ជាតិផ្នែកសេវាកម្មម្ហូបអាហារនិងភេសជ្ជៈនៃសេវាកម្មសន្តាគារដែលត្រូវបានរៀបចំនៅទីក្រុងសៀមរាបដែលមានរយៈពេល5ថ្ងៃចាប់ពីថ្ងៃទី15ដល់ថ្ងៃទី19ខែកញ្ញាឆ្នាំ2015ដែលមានសិក្ខាកាមមកពីបណ្ដាសន្តាគារនិងសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈទេសចរនានាដែលទទួលបន្ទុកផ្នែកបណ្ដុះបណ្ដាលនិងអភិវឌ្ឍធនធានមនុស្សគឺប្រយោជន៍ដើម្បីចូលរួមអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ដែលជាផ្នែកមួយនៃផែនការសកម្មភាពរបស់ក្រសួងទេសចរដើម្បីអភិវឌ្ឍជំនាញទេសចរស្របតាមស្តង់ដារជាតិនិងអាស៊ាននិងការអនុវត្តកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរអាស៊ានMOA TP ដើម្បីត្រៀមចូលរួមសមាហរណកម្មសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ2015សម្ដៅបង្កើននិងជំរុញសមត្ថភាពដល់អ្នកដែលកំពុងបម្រើការងារក្នុងសេវាកម្មសន្តាគារឲ្យក្លាយជាអ្នកជំនាញទេសចរអាស៊ានហើយអាចបម្លាស់ទីការងារក្នុងតំបន់ស្របតាមស្មារតីនៃកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរអាស៊ានអាយុដំប៉សុខុមក៏បានបញ្ជាក់ផងដែរថាវគ្គបណ្ដុះបណ្ដាលអ្នកវិតម្លៃបង្គោលថ្នាក់ជាតិផ្នែកសេវាកម្មម្ហូបអាហារនិងភេសជ្ជៈនៃសេវាកម្មសន្តាគារគឺសិក្ខាកាមដែលអាចចូលរៀនបានគឺឲ្យសិក្ខាកាមធ្លាប់មានបទពិសោធន៍ផ្នែកសេវាកម្មម្ហូបអាហារនិងភេសជ្ជៈយ៉ាងតិច3ឆ្នាំនិងមានបទពិសោធន៍ក្នុងការបណ្ដុះបណ្ដាលព្រោះថាបន្ទាប់ពីបញ្ចប់វគ្គបណ្ដុះបណ្ដាលនេះទៅគឺអ្នកទាំងនោះត្រូវមានកាតព្វកិច្ចបណ្ដុះបណ្ដាលបន្តទៅដល់បុគ្គលិកនិងសិស្សរបស់ខ្លួននៅតាមស្ថាប័នរៀងៗខ្លួនរហូតមកទល់បច្ចុប្បន្នក្រសួងទេសចរក៏បានបណ្ដុះបណ្ដាលគ្រូបង្គោលនិងអ្នកវិតម្លៃបង្គោលជាតិបានប្រមាណជា407នាក់និងបានបង្កើតស្តង់ដារសមត្ថភាពអ្នកជំនាញទេសចរកម្ពុជានៃសេវាកម្មសន្តាគារស្របតាមស្តង់ដារអាស៊ានព្រមទាំងបានដាក់ឲ្យអនុវត្តនៅតាមបណ្ដាសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងតាមបណ្ដាសន្តាគារនៅកម្ពុជាតាមរយៈការបណ្ដុះបណ្ដាលខាងក្នុង in-house training និងតាមរូបភាពផ្សេងៗទៀតហើយចំពោះការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរគឺជាផែនការអាទិភាពមួយរបស់ក្រសួងទេសចរក្នុងការលើកកម្ពស់គុណភាពសេវាកម្មទេសចរនៅកម្ពុជាហើយសម្រាប់ផែនការអនាគតរបស់ទេសចរនឹងបន្តជំរុញការបណ្ដុះបណ្ដាលរបស់បុគ្គលិកដែលបម្រើការងារនៅក្នុងវិស័យទេសចរក៏ដូចជាសិស្សនិស្សិតទេសចរទាំងអស់ឲ្យមានចំណេះដឹងនិងសមត្ថភាពស្របតាមស្តង់ដារជាតិនិងអាស៊ានតាមការបញ្ជាក់របស់លោកអង្គសំអាតអនុប្រធានរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានបង្ហាញថាការបាត់បង់ព្រៃឈើកន្លងមកដោយសារតែសកម្មភាពរបស់មនុស្សហើយកំណើនប្រជាពលរដ្ឋក្នុងពិភពលោកសកម្មភាពនៃការកាប់ឆ្ការទន្ទ្រានដីព្រៃឈើដើម្បីដាំដំណាំកសិកម្មការសង់លំនៅឋាននិងគោលបំណងប្រើប្រាស់ផ្សេងទៀតដោយពុំមានផែនការអភិវឌ្ឍច្បាស់លាស់និងពុំអនុវត្តទៅតាមគោលការណ៍បច្ចេកទេសដែលទង្វើទាំងនេះបាននាំឲ្យពិភពលោកទាំងមូលជួបនៅមហន្តរាយជាច្រើនការកើនឡើងនៃកម្ដៅផែនដីទឹកជំនន់គ្រោះរាំងស្ងួតនិងការបម្រែបម្រួលអាកាសធាតុជាដើមហើយអ្វីដែលមានការរៀបចំឲ្យមានកិច្ចសន្ទនាស្ដីពីគោលនយោបាយលិខិតបទដ្ឋានច្បាប់សិទ្ធិកាន់កាប់ព្រៃឈើនិងសមត្ថភាពស្ថាប័ននេះឡើងគឺជាប្រយោជន៍នៃគោលនយោបាយសម្រាប់គាំទ្រដល់ការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាពលោកអង្គសំអាតក៏បានលើកឡើងផងដែរពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់ពិសេសការធ្វើកំណែទម្រង់លើវិស័យព្រៃឈើនិងច្បាប់ស្ដីពីព្រៃឈើដើម្បីគាំទ្រដល់ការគ្រប់គ្រងអភិរក្សនិងថែរក្សាការពារនិងប្រើប្រាស់ព្រៃឈើប្រកបដោយចីរភាពក្នុងនោះដែររាជរដ្ឋាភិបាលក៏បានលើកទឹកចិត្តឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធពិសេសសហគមន៍មូលដ្ឋានដែលរស់នៅពឹងអាស្រ័យលើព្រៃឈើនិងរស់នៅក្នុងឬក្បែរតំបន់ព្រៃឈើជាដើមលោកអង្គសំអាតក៏បានសម្ដែងនៅការគាំទ្រចំពោះកិច្ចសន្ទនាស្ដីពីគោលនយោបាយលិខិតបទដ្ឋានច្បាប់សិទ្ធិកាន់កាប់ព្រៃឈើនិងសមត្ថភាពស្ថាប័នដែលត្រូវបានធ្វើឡើងរយៈពេល1ថ្ងៃពេញនៅទីក្រុងសៀមរាប
ដើម្បីបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់និងការបញ្ចេញមតិយោបល់ការផ្លាស់ប្តូរបទពិសោធន៍ក៏ដូចជាការពិភាក្សាកាន់តែស៊ីជម្រៅនិងឈានទៅអភិវឌ្ឍវិស័យព្រៃឈើនៅកម្ពុជាឲ្យមានការរីកចម្រើនលោកលឹមវុធីអនុប្រធានសាខាកម្មគនត្រូលខេត្តសៀមរាបរួមជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្តកាលពីថ្ងៃទី14ខែកញ្ញាបានចុះទៅត្រួតពិនិត្យទំនិញចំណីអាហារវេចខ្ចប់រួចនិងទំនិញជាភេសជ្ជៈចំណីអាហារជាគ្រឿងកំប៉ុងនៅតាមបណ្ដាហាងលក់ចាប់ហួយក្នុងផ្សារស្រុកបន្ទាយស្រីខេត្តសៀមរាបក្នុងគោលដៅទប់ស្កាត់ការចរាចរណ៍លក់ដូរទំនិញចំណីអាហារដែលខូចគុណភាពនិងហួសការបដិឆេទនៃការប្រើប្រាស់លោកលឹមវុធីបានឲ្យដឹងថានៅក្នុងឆ្នាំ2015នេះយើងកត់សម្គាល់ឃើញថាមានការប្រែប្រួលជាវិជ្ជមានលើការទទួលខុសត្រូវខ្ពស់របស់អ្នកលក់ទំនិញចំណីអាហារវេចខ្ចប់រួចឬចំណីអាហារជាគ្រឿងកំប៉ុងផ្សេងៗនៅតាមបណ្ដាហាងលក់ចាប់ហួយនៅតាមផ្សារនៅតំបន់ជនបទឬតាមបណ្ដាផ្សារទំនើបនានាក្នុងខេត្តសៀមរាបលោកបានបញ្ជាក់ថាការចុះត្រួតពិនិត្យការលក់ទំនិញចំណីអាហារវេចខ្ចប់និងគ្រឿងកំប៉ុងនៅក្នុងផ្សារស្រុកបន្ទាយស្រីនៅពេលនេះពុំមានការរកឃើញនិងដកហូតទំនិញចំណីអាហារខូចគុណភាពនិងហួសការបដិឆេទប្រើប្រាស់ទៀតឡើយក៏ប៉ុន្តែលោកអនុប្រធានសាខាកម្មគនត្រូលខេត្តសៀមរាបនៅមានការព្រួយបារម្ភថានៅតាមបណ្ដាផ្ទះលក់ចាប់ហួយនានានៅតំបន់ដាច់ស្រយាលដែលពុំមានស្តង់ដារក្នុងការថែរក្សាសុខភាពទំនិញនោះនឹងធ្វើឲ្យទំនិញដែលមិនទាន់ហួសការបដិឆេទនៃការប្រើប្រាស់ប្រឈមនឹងការខូចសុខភាពបានហើយបញ្ហានេះមន្ត្រីជំនាញរបស់លោកនឹងចុះត្រួតពិនិត្យជាបន្តបន្ទាប់ជាមួយគ្នានេះលោកលឹមវុធីក៏បានអំពាវនាវឲ្យម្ចាស់សហគ្រាសទាំងអស់មានការត្រួតពិនិត្យជាប្រចាំបើឃើញទំនិញរបស់ខ្លួនហួសការកំណត់ប្រើប្រាស់ត្រូវយកចេញនិងកុំដាក់តាំងលក់បន្តទៅទៀតព្រោះសៀមរាបជាតំបន់ទេសចរណ៍ដ៏ធំរបស់កម្ពុជាប្រសិនមានបញ្ហាអ្វីមួយពាក់ព័ន្ធនឹងចំណីអាហារនឹងធ្វើឲ្យប៉ះពាល់លំហូរចូលរបស់អ្នកទេសចរមកកាន់កម្ពុជាអាជ្ញាធរស្រុកជីក្រែងនិងមន្ត្រីជំនាញជលផលខេត្តសៀមរាបនៅថ្ងៃទី14ខែកញ្ញានេះបានចាប់ផ្ដើមវិធានការក្តៅចុះប្រតិបត្តិការបង្ក្រាបកន្លែងចិញ្ចឹមត្រីរ៉ស់និងត្រីឆ្តោរដែលកំពុងចិញ្ចឹមនៅតាមស្រះនិងនេសាទបានចេញសេចក្តីជូនដំណឹងរំលឹកឲ្យអាជ្ញាធរខេត្តចាត់វិធានការមើងម៉ាត់ក្នុងការលុបបំបាត់ការចិញ្ចឹមត្រីរ៉ស់និងកូនត្រីឆ្តោរនាពេលកន្លងមកថ្មីៗនេះបើតាមរបាយការណ៍របស់គណៈបញ្ជាការឯកភាពស្រុកជីក្រែងបានបង្ហាញថានៅក្នុងស្រុកជីក្រែងមានប្រជាពលរដ្ឋប្រមាណជា189គ្រួសារបានចិញ្ចឹមត្រីរ៉ស់និងត្រីឆ្តោរនៅតាមស្រះនិងបែបើគិតជាកូនត្រីមានប្រមាណជា 2.5 លានកូនហើយសម្រាប់ប្រតិបត្តិការក្តៅជំហានដំបូងនេះសមត្ថកិច្ចបង្ក្រាបបានចំនួន5ស្រះហើយចាប់យកកូនត្រីរ៉ស់និងកូនត្រីឆ្តោរប្រមាណជា 25,000 ក្បាលហើយកូនត្រីទាំងនេះបានយកទៅប្រឡេកនៅក្នុងបឹងធម្មជាតិលោកកុងឆននាយករដ្ឋបាលសាលាស្រុកជីក្រែងបានឲ្យដឹងថាចាប់ពីពេលនេះទៅអាជ្ញាធរស្រុករួមជាមួយនឹងមន្ត្រីជំនាញជលផលនឹងចាត់វិធានការក្តៅក្នុងការបង្ក្រាបករណីចិញ្ចឹមត្រីរ៉ស់និងត្រីឆ្តោរនេះដោយធ្វើការបង្ក្រាបព្រមគ្នាទាំងឧបករណ៍ចាប់កូនត្រីពីបឹងធម្មជាតិយកមកឲ្យត្រីរ៉ស់និងត្រីឆ្តោរចិញ្ចឹមស៊ីដូចជាឧបករណ៍ស្បៃមុងរួមជាមួយនឹងភ្លើងពណ៌និងកន្លែងចិញ្ចឹមត្រីរ៉ស់និងត្រីឆ្តោរនៅតាមស្រះនិងបែលោកបានបញ្ជាក់ផងដែរថាកន្លងមកអាជ្ញាធរបានធ្វើការអប់រំនិងយោគយល់ច្រើនហើយតែនៅពេលនេះមិនអាចលើកលែងឲ្យបានទៀតទេសូមបញ្ជាក់ថានៅក្នុងប្រតិបត្តិការនេះក៏មានប្រជាពលរដ្ឋប្រមាណជា150នាក់បានមកប្រមូលផ្ដុំធ្វើការតវ៉ាសូមឲ្យសមត្ថកិច្ចជំនាញនិងអាជ្ញាធរអនុញ្ញាតឲ្យពួកគាត់ចិញ្ចឹមបន្តរហូតទទួលបានផលសិនដើម្បីបានប្រាក់សងទៅធនាគារវិញទ្រទស្សនិកជនជាទីគោរពព័ត៌មានប្រចាំថ្ងៃដែលអស់លោកអ្នកទើបនឹងបានតាមដានទស្សនាខណៈនេះបានឈានចូលដល់ទីបញ្ចប់នេះខ្ញុំសូមអរគុណជាមួយនឹងការតាមដានទស្សនារបស់លោកអ្នកនៅក្នុងពេលនេះវត្តមាននេះខ្ញុំជាបចិន្ត្រារួមជាមួយនឹងសហការីសូមអរគុណនិងសូមគោរពលា